សូមស្វាគមន៍មកកាន់មុខវិជ្ជាអប់រំជីវិតសូមបងប្អូនជាទីដឹករលឹកនិងជាទីស្រឡាញ់មុននឹងចូលមេរៀនរបស់យើងសូមបងប្អូនបានសម្រុំចិត្តអធិដ្ឋានជាមួយនឹងលោកគ្រូជាមុនសិនព្រះម្ចាស់ព្រះយេស៊ូវសូមអរព្រគុណទ្រង់នៅឱកាសដែលទ្រង់បានប្រទាននូវពេលវេលាសម្រាប់ឲ្យទូលបង្គំបានចែកចាយមេរៀនដ៏សំខាន់នេះសូមព្រះអង្គប្រទានពរប្រាជ្ញាយើងខ្ញុំសូមព្រះអង្គប្រទានពរការពារថែរក្សាព្រះមហាក្សត្រប្រជាណាចក្រកម្ពុជានាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាមន្ត្រីអ្នកមុខអ្នកការនៅក្នុងប្រជាណាចក្រកម្ពុជាជាពិសេសសាលាខមលអន្តរជាតិលោកគ្រូអ្នកគ្រូនៅក្នុងសាលាខមលអន្តរជាតិនិងសិស្សជិត 1000 នាក់នៅក្នុងសាលាខមលអន្តរជាតិសូមព្រះអង្គប្រទានពរឲ្យគេមានបញ្ញានិងចំណេះដឹងក្នុងការសម្រេចចិត្តធ្វើអ្វីមួយដើម្បីការពារជំងឺ COVID-19 សូមអរព្រះគុណទ្រង់កូនសូមអធិដ្ឋានសូមព្រះអង្គប្រទានពរដល់សូមព្រះអង្គប្រទានពរប្រទានបញ្ញាដល់នាយិកានិងនាយករងក្នុងការគ្រប់គ្រងនិងការថែរក្សាពួកយើងខ្ញុំក្នុងការរៀបចំមេរៀនផ្សេងៗសូមអរព្រះគុណទ្រង់គុណថ្វាយការទាំងអស់នេះក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនមេរៀនរបស់យើងនៅថ្ងៃនេះគឺរៀនធ្វើការសម្រេចចិត្តបង្រៀនដោយខ្ញុំបាទលោកគ្រូជីនសុកណាអត្ថបទព្រះគម្ពីរយោងរបស់យើងនៅថ្ងៃនេះព្រះគម្ពីរលោកុបាទជំពូក1ខ26ដល់ខ27ខ្ញុំអានជូនបងប្អូនជាទីសន្តាប់ទៅព្រះជាម្ចាស់មានព្រះបន្ទូលថាយើងបង្កើតមនុស្សជាតំណាងរបស់យើងមានលក្ខណៈដូចយើងដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រលើបាសាបាសីដែលហើរនៅលើមេឃហើយសត្វស្រុកនៅលើផែនដីទាំងមូលនិងលើសត្វទាំងប៉ុន្មានដែលលូនវានៅលើដីព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចជាព្រះជាម្ចាស់ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រីអរលោកអ្នកបងប្អូនបានឃើញហើយព្រះអង្គបានបង្កើតមនុស្សមកឲ្យមានអំណាចហើយអំណាចតំណាងព្រះជាម្ចាស់គ្រប់គ្រងនិងថែរក្សាអ្វីៗនៅលើផែនដីផ្លូវមានច្រើនសម្រាប់ឲ្យបងប្អូនបានសម្រេចចិត្តតែរូបទីនេះខ្ញុំបានដាក់តែ3តែប៉ុណ្ណោះទៅខាងមុខខាងឆ្វេងហើយនៅខាងស្ដាំហើយអ្វីបានជាយើងត្រូវការធ្វើការសម្រេចចិត្តច្រើនម្លេះកត្តាដែលមានឥទ្ធិពលនៅលើការធ្វើការសម្រេចចិត្តគឺទី1កត្តាបុគ្គលផ្ទាល់កត្តាបុគ្គលផ្ទាល់ដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់យើងគឺរួមបញ្ចូលទាំងបទពិសោធន៍ជាទម្លាប់ការធ្វើតាមអារម្មណ៍ការយល់ដឹងពីព័ត៌មានពីសមត្ថភាពយល់ដឹងនិងការធ្វើវិនិច្ឆ័យណាមួយទី2កត្តាគ្រួសារនិងមិត្តភ័ក្តិក្រៅពីគ្រួសារនិងមិត្តភ័ក្តិសាលានិងក្នុងសង្គមដើរតួជាផ្នែកមួយនៅក្នុងដំណើរការនៃសម្រេចចិត្តរបស់យើងសាលាបានផ្ដល់ចំណេះដឹងដល់យើងនិងជំនាញខ្លះៗដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវកំឡុងពេលគុណតម្លៃរបស់បងប្អូននិងសង្គមបានជះឥទ្ធិពលដ៏សំខាន់ដល់គុណតម្លៃជាមូលដ្ឋានបំផុតរបស់យើងកត្តា3ទី3គោលការណ៍ក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវការសម្រេចចិត្តឲ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់យើងការលូតលាស់សតិបញ្ញានិងរូបរាងកាយរបស់យើងហើយយើងគួរតែនិយាយថាការសម្រេចចិត្តរបស់ខ្ញុំគឺជាការកំណត់អនាគតរបស់ខ្ញុំតើគោលការណ៍អ្វីដែលយើងគួរតែមាននៅពេលដែលយើងធ្វើការសម្រេចចិត្តឬទេនៅពេលនេះយើងសម្រេចចិត្តត្រូវការពារជំងឺ COVID
ការពីជំងឺ Covid យើងត្រូវធ្វើដូចម្ដេចបាទយើងត្រូវតែពាក់ម៉ាស់បាទពាក់ម៉ាស់ខ្ញុំធ្វើបង្ហាញឲ្យបងប្អូនយើងពាក់ម៉ាស់សម្រាប់ចិត្តថាពាក់ម៉ាស់ទៅឆ្ងាយឬដើរធ្វើការជាមួយគឺលាងជែហើយលាងដៃនឹងអាកុលបាទលាងដៃនឹងអាកុលនេះការសម្រេចចិត្តរបស់យើងប្រើឧបករណ៍ពាក់ម៉ាស់ប្រើជែឬអាកុលក្នុងការសម្រេចចិត្តមួយទៀតបងប្អូនយើងហេតុអីបើយើងត្រូវការពារទៅការសម្រេចចិត្តយើងពីព្រោះយើងការពារគ្រួសាររបស់យើងពីជំងឺ Covid-19 ឃើញរូបភាពនេះបងប្អូនឃើញហើយរូបភាពរបស់យើងបងប្អូនមើលបងប្អូនពិចារណាជាមួយគ្នានេះរូបភាពនេះរាងដៃសូមជួយការពារសហគមន៍របស់យើងដោយធ្វើអីគេនៅក្នុងផ្ទះយើងបោះកម្ដៅឬចេញទៅក្រៅបោះកម្ដៅទៅដល់គ្រប់កន្លែងទាំងអស់អូនឃើញទៅសាយអនទៅសាលាយើងដែលចូលរៀននៅសាលា KIS តែពាក់ម៉ាស់តែការបោះកម្ដៅតែលាងជែឬអាកុលហើយមួយទៀតមិនភ្លេចដែរលាងដៃនឹងសាប៊ូលាងដៃនឹងសាប៊ូឲ្យបានល្អឲ្យបានស្អាតជៀសវាងជំងឺផ្សេងមកពីមានយើងសូមព្រះយេស៊ូវប្រទានពរដល់លោកអ្នកបងប្អូនដល់ជនរួមជាតិជាទីស្រឡាញ់ជាទីនឹករលឹកសូមអរគុណនិងសូមជម្រាបលា